អ៊ីរ៉ង់ព្រមានសងសឹកប្រសិនបើលោកត្រាំវាយប្រហារហើយសហរដ្ឋអាមេរិកដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានទ័ពមន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះថាអាមេរិកកំពុងដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីជាវិធានការប្រុងប្រយ័ត្នខណៈដែលមានភាពតានតឹងក្នុងតំបន់កំពុងកើនឡើងការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមានប្រទេសជិតខាងថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើមូលដ្ឋានអាមេរិកដែលស្ថិតនៅក្នុងប្រទេសទាំងនោះប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារលើអ៊ីរ៉ង់ដោយសារថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងព្យាយាមបង្ក្រាបភាពចលាចលក្នុងស្រុកដ៏អាក្រក់បំផុតដែលសាធារណរដ្ឋអ៊ីស្លាមធ្លាប់ជួបប្រទះទីក្រុងតេហេរ៉ង់កំពុងស្វែងរកការទប់ស្កាត់ការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់ប្រធានាធិបតីលោក Donald Trump ក្នុងការជ្រៀតជ្រែកក្នុងនាមក្រុមបាតកោប្រឆាំងរដ្ឋាភិបាលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នាស្ដីពីអ៊ីរ៉ង់នៅថ្ងៃប្រហ័សតាមការស្នើសុំរបស់សហរដ្ឋអាមេរិកមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាសហរដ្ឋអាមេរិកកំពុងដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានទ័ពសំខាន់ៗនៅក្នុងតំបន់ជាការប្រុងប្រយ័ត្នមួយដោយសារតែភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងសញ្ញាទាំងអស់នោះគឺថាការវាយប្រហាររបស់សហរដ្ឋអាមេរិកជិតមកដល់ហើយប៉ុន្តែនោះក៏ជារបៀបដែលរដ្ឋាភិបាលនេះប្រព្រឹត្តដើម្បីរក្សាមនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្នភាពមិនអាចទាយទុកជាមុនបានគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រមន្ត្រីយោធាលោកខាងលិចម្នាក់បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធនេះទោះជាយ៉ាងណាក៏ដោយនៅឯសេតវិមានលោកត្រាំបានណែនាំថាលោកកំពុងទទួលយកអរិយាប័ត្ររងចាំមើលចំពោះវិបត្តិនេះលោកត្រាំបានប្រាប់អ្នកយកព័ត៌មានថាលោកត្រូវបានគេប្រាប់ថាការសម្លាប់នៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើការតវ៉ាកំពុងថយចុះហើយលោកជឿថាបច្ចុប្បន្នមិនមានផែនការសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំនោះទេនៅពេលសួរថាអ្នកណាប្រាប់លោកថាការសម្លាប់បានបញ្ឈប់លោកត្រាំបានពិពណ៌នាអំពីពួកគេថាជាប្រភពដ៏សំខាន់បំផុតនៅម្ខាងទៀតប្រធានាធិបតីមិនបានច្រានចោលសកម្មភាពយោធាដែលអាចកើតមានរបស់សហរដ្ឋអាមេរិកទេដោយនិយាយថាយើងនឹងតាមដានដំណើរការនេះមុននេះកត់សម្គាល់ថារដ្ឋបាលរបស់លោកបានទទួលសេចក្តីថ្លែងការណ៍ល្អណាស់ពីអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថាមិនមានផែនការដោយអ៊ីរ៉ង់ដើម្បីព្យួរកមនុស្សទេនៅពេលដែលសួរអំពីការតវ៉ាប្រឆាំងរដ្ឋាភិបាលមិនមានផែនការព្យួរកទាល់តែសោះរដ្ឋមន្ត្រីការបរទេសបានប្រាប់ Fox News ក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធីរបាយការណ៍ពិសេសជាមួយ Brent Bayer ការព្យួរកគឺមិនអាចទៅរួចទេលោកបាននិយាយថាយោងតាមសមាគមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅប្រទេស Norway ការព្យួរកគឺជារឿងធម្មតានៅក្នុងពន្ធនាគារអ៊ីរ៉ង់មន្ត្រីអឺរ៉ុបពីររូបបាននិយាយថាអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកអាចកើតឡើងក្នុងរយៈពេល24ម៉ោងខាងមុខនេះមន្ត្រីអ៊ីស្រាអែលម្នាក់ក៏បាននិយាយផងដែរថាវាហាក់ដូចជាលោកត្រាំបានសម្រេចចិត្តធ្វើអន្តរាគមន៍ទោះបីជាវិសាលភាពនិងពេលវេលានៅតែមិនច្បាស់លាស់ក៏ដោយកាតាបាននិយាយថាការដកទ័ពចេញពីមូលដ្ឋានទ័ពអាកាស Al-Udeid របស់ខ្លួនដែលជាមូលដ្ឋានទ័ពធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាកំពុងត្រូវបានអនុវត្តដើម្បីឆ្លើយតបទៅនឹងភាពតានតឹងក្នុងតំបន់បច្ចុប្បន្នអ្នកការទូត3នាក់ក៏បាននិយាយផងដែរថាបុគ្គលិកមួយចំនួនត្រូវបានគេប្រាប់ឲ្យចាក់ចេញពីមូលដ្ឋានទ័ពទោះបីជាមិនមានសញ្ញាភ្លាមនៃកងទ័ពមួយចំនួនធំត្រូវបានដឹកជញ្ជូនទៅពហុកេឡដ្ឋាននិងផ្សារទំនើបដោយដែលបានកាត់ឡើងប៉ុន្មានម៉ោងមុននេះ
ពេលការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីឆ្នាំមុនក៏ដោយកាសែត The Paper បានរាយការណ៍ថាចក្រភពអង់គ្លេសក៏បានដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានទ័ពអាកាសមួយនៅក្នុងប្រទេសកាតាមុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិកក្រសួងការពារជាតិអង់គ្លេសមិនទាន់មានមតិប្រតិកម្មភ្លាមនៅឡើយទេលោកត្រាំបានគម្រាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ដើម្បីគ្រប់គ្រងក្រុមបាតកោនៅក្នុងប្រទេសអ៊ីរ៉ង់ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបង្ក្រាបលើភាពចលាចលប្រឆាំងនឹងការគ្រប់គ្រងអ៊ីរ៉ង់និងសត្រូវលោកខាងលិចរបស់ខ្លួនបានពិពណ៌នាអំពីភាពចលាចលដែលបានចាប់ផ្ដើមកាលពីសប្តាហ៍មុនថាជាបាតុកម្មប្រឆាំងនឹងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់និងបានកើតឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះថាជាអំពើហិង្សាដ៏ធំបំផុតចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ1979ដែលបានដំឡើងប្រព័ន្ធគ្រប់គ្រងសាសនានិកាយស៊ីអ៊ីតរបស់អ៊ីរ៉ង់មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថាមនុស្សជាង 2000 នាក់បានស្លាប់ក្រុមសិទ្ធិមនុស្សមួយបានដាក់ចំនួនអ្នកស្លាប់ជាង 2600 នាក់លោកអាប់ឌុលរ៉ាហ៊ីមម៉ូសាវីនាយកសេនាធិការកងកម្លាំងប្រដាប់អាវុធបាននិយាយកាលពីថ្ងៃពុធដោយស្ដីបន្ទោសសត្រូវបរទេសថាអ៊ីរ៉ង់មិនដែលប្រឈមមុខនឹងការបំផ្លិចបំផ្លាញបែបនេះទេមន្ត្រីការបរទេសបារាំងលោកណូអែលប៉ារ៉ុតបានពិពណ៌នាអំពីការបង្ក្រាបដ៏ហិង្សាបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អ៊ីរ៉ង់អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាជាអ្នកញុះញង់ឲ្យមានភាពចលាចលដែលធ្វើឡើងដោយមនុស្សដែលខ្លួនហៅថាភាវៈករប្រដាប់អាវុធអ៊ីរ៉ង់ស្នើសុំឲ្យរដ្ឋក្នុងតំបន់ទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលោកត្រាំក៏បានគម្រាមកំហែងដោយបើកចំហថានឹងធ្វើអន្តរាគមន៍ក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនថ្ងៃដោយមិនទាន់បានផ្ដល់ព័ត៌មានលម្អិតនៅក្នុងបទសម្ភាសន៍ជាមួយ CBS News កាលពីថ្ងៃអង្គារលោកក៏បានសន្យាថាចាត់វិធានការយ៉ាងខ្លាំងក្លាប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតអ្នកតវ៉ាលោកក៏បានជំរុញឲ្យប្រជាជនអ៊ីរ៉ង់បន្តតវ៉ានិងគ្រប់គ្រងស្ថាប័ននានាដោយប្រកាសថាជំនួយកំពុងមកដល់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាទីក្រុងតេហេរ៉ង់បានស្នើសុំឲ្យសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់នេះការពារទីក្រុងវ៉ាស៊ីនតោនពីការវាយប្រហារលើប្រទេសអ៊ីរ៉ង់មន្ត្រីរូបនេះក៏បាននិយាយថាទីក្រុងតេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមរហូតមកដល់ប្រទេសទូគីថាមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវវាយប្រហារប្រសិនបើសហរដ្ឋអាមេរិកកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់មន្ត្រីរូបនេះបានបន្ថែមទៀតថាទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអាជីនិងបេសកជនពិសេសអាមេរិកលោក Steve Witkoff ត្រូវបានផ្អាកសហរដ្ឋអាមេរិកមានកងកម្លាំងនៅទូទាំងតំបន់រួមទាំងទីស្នាក់ការកណ្ដាលនៃបញ្ជាការកណ្ដាលរបស់ខ្លួននៅអាល់អូឌីតក្នុងប្រទេសកាតានិងទីស្នាក់ការកណ្ដាលនៃកងនាវាទី5របស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសបារ៉ែនមន្ត្រីលោកខាងលិចបាននិយាយថារដ្ឋាភិបាលហាក់ដូចជាមិនដួលរលំទេលំហូរព័ត៌មានពីខាងក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានរារាំងដោយការដាច់អ៊ីនធឺណិតក្រុមសិទ្ធិមនុស្សហារណាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថារហូតមកដល់ពេលនេះខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន 2403 នាក់និងបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចំនួន 147 នាក់ដែលជាចំនួនតិចជាងចំនួនអ្នកស្លាប់ពីការតវ៉ាពីមុនដែលត្រូវបានបង្ក្រាបដោយអាជ្ញាធរក្នុងឆ្នាំ2022និង2009ទស្សនុភាពរបស់រដ្ឋាភិបាលត្រូវបានបំផ្លាញដោយយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងរយៈពេល12ថ្ងៃកាលពីខែមិថុនាឆ្នាំមុនដែលចូលរួមដោយសហរដ្ឋអាមេរិកដែលបានបន្តពីការធ្លាក់ចុះសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់នៅលីបង់និងស៊េរី
មហាអំណាចអឺរ៉ុបបានស្ដារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលធ្វើឲ្យវិបត្តិសេដ្ឋកិច្ចនៅទីនោះកាន់តែធ្ងន់ធ្ងរឡើង ភាពចលាចលក្នុងទ្រង់ទ្រាយធំបែបនេះបានធ្វើឲ្យអាជ្ញាធរមានការភ័ន្តច្រឡំនៅពេលវេលាងាយរងគ្រោះប៉ុន្តែវាហាក់ដូចជារដ្ឋាភិបាលកំពុងប្រឈមមុខនឹងការដួលរលំភ្លាមនោះទេហើយឧបករណ៍សន្តិសុខរបស់ខ្លួនហាក់ដូចជានៅគ្រប់គ្រងបានមន្ត្រីលោកខាងលិចម្នាក់បាននិយាយថាអាជ្ញាធរបានព្យាយាមបង្ហាញរូបភាពដែលបង្ហាញថាពួកគេរក្សាការគ្រប់គ្រងពីសាធារណជនទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចាក់ផ្សាយវីដេអូនៃពិធីបុណ្យសពដ៏ធំសម្រាប់មនុស្សដែលត្រូវបានសម្លាប់នៅក្នុងភាពចលាចលនៅទីក្រុងតេហេរ៉ង់អ៊ីស្លាហានបូសេនិងទីក្រុងដទៃផ្សេងទៀតប្រជាជនបានគ្រវីទង់ជាតិនឹងរូបភាពរបស់មេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាមេណៃនិងកាន់បដាដែលមានពាក្យស្លោកប្រឆាំងនឹងបាតុកម្ម